សួស្តីអ្នកនរគ្នាអ្នកណាខ្លះដែលនៅតែវាយឯកសារពាក់ព័ន្ធនឹងការវាយឯកសារបងប្អូនអរគ្នានៅវាយទៀតទេថ្ងៃនេះខ្ញុំមកបង្ហាញអំពីរបៀបនៅក្នុងការcopy text អក្សរឧទាហរណ៍ថាយើងមានឯកសារណាដែលมันអាចកែបានដូចជានៅក្នុង PDF ឬ file រូបភាពនេះគឺជា file រូបភាពដែលយើងអាចកែបានទេប៉ុន្តែយើងចង់កែវាអញ្ចឹងតែយើងត្រូវធ្វើម៉េចអូខេអញ្ចឹងខ្ញុំបង្ហាញអ្នកនរគ្នានៅក្នុងវីដេអូហ្នឹងអញ្ចឹងយើងចូលមកកាន់ជ្រោមមកហើយបងប្អូនចុចកន្លែងនេះកន្លែងខ្ញុំបង្ហាញហ្នឹងកន្លែងរូបថតហ្នឹង upload វាមក upload file មកហ្នឹងហើយយើងទៅរក file ខ្ញុំមិញនៅក្នុង desktop ដូច្នេះខ្ញុំរក file មកនេះជាស្រ័យក្អកបាទចុចឲ្យចំមកហើយយើង open អូខេអញ្ចឹងយើងបានប៉ុណ្ណឹងបងប្អូនต้องចាំតិចមកវា load select text នេះឃើញទេកន្លែងនេះគឺសំខាន់មែនតើយើងចុច select text មកកន្លែងនេះគឺយើងចុច copy យើងចុច copy បាទយើងត្រូវចុចអាហ្នឹងមកអូខេអញ្ចឹងយើងចូលមកកាន់ Word យើងមកបង្កើតក្រដាសមួយថ្មីមកហើយអញ្ចឹងយើងមកដល់ Word គឺយើងចុចតែ Ctrl V មកអូខេយើងបានមកទៅហើយនេះ text ហើយយើងសរេវាបន្តិចមកឃើញលឿនទេបងប្អូនយើងមិនចាំបាច់ចំណាយពេលទៅវាយរាប់ម៉ោងមុនមកហើយយូរពេលយើងខាត់ពេលយើងធ្វើអញ្ចឹងគឺលឿនខ្លាំងមែនតើយើងសរេវាមកស្អាតមកដាក់ font អីស្អាតមកហើយយើងកែបានមកស្រឡាញ់អញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់